រដ្ឋអ៊ីរ៉ង់បានផ្សាយថាប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកប្រភេទ Hermes 900របស់អ៊ីស្រាអែលជាដ្រូនស៊ើបការដ៏ទំនើបនិងមានតម្លៃរហូតដល់ទៅ$10 លានក្នុងមួយគ្រឿងចែកចាយនៅបណ្ដាញ Telegram កាលពីថ្ងៃសុក្រសប្តាហ៍មុនទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានបង្ហាញពីសាកសពដ្រូនសណ្ដូកស្ដុកស្ដឹងនៅក្នុងទឹកដីទីក្រុងអ៊ីសាហ្វានភាគខាងត្បូងរបស់ទីក្រុងទីរ៉ង់ជាតំបន់សំខាន់សម្រាប់ហេដ្ឋារចនាសម្ព័ន្ធយោធានិងនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់មានការរាយការណ៍ថាអ៊ីរ៉ង់អាចប្រើមីស៊ីលប្រភេទ TOR M1 ផលិតនៅរុស្ស៊ីឬក៏មីស៊ីលផលិតក្នុងស្រុកសាយ៉ាតដែលមានតម្លៃចន្លោះពី$10,000ទៅ$20,000ក្នុងមួយគ្រាប់ដើម្បីបាញ់ទម្លាក់ដ្រូនអ៊ីស្រាអែលនេះកងកម្លាំងការពារអ៊ីស្រាអែល IDF បានទទួលស្គាល់ថាដ្រូនរបស់ខ្លួនមួយគ្រឿងបានធ្លាក់នៅក្នុងប្រទេសអ៊ីរ៉ង់ក្រោយពីត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលពីដីទៅអាកាសDrone Hermes 900ជា drone គ្មានមនុស្សបើកទំនើបបំផុតមួយរបស់អ៊ីស្រាអែលដែលត្រូវបានផលិតដោយក្រុមហ៊ុន Elbit Systems វាអាចហោះបាន30ម៉ោងជាប់គ្នាក្នុងរយៈកម្ពស់ជិត10គីឡូម៉ែត្រពីដី Drone Hermes 900មានតួនាទីឃ្លាំមើលយកការនិងបញ្ជូនព័ត៌មានទៅគោលដៅដែលវាមិនអាចទៅដល់វាមានឧបករណ៍ចាប់សញ្ញាកម្រិតខ្ពស់និងប្រព័ន្ធរ៉ាដាក៏ប៉ុន្តែ Hermes 900ខ្វះសមត្ថភាពបំបាំងកាយនិងងាយរងគ្រោះនៅពេលដែលវាធ្វើប្រតិបត្តិការនៅក្នុងតំបន់ដែលមានប្រព័ន្ធការពារដែនអាកាសរឹងមាំការដាក់ពង្រាយដ្រូននេះនៅក្នុងដែនដីអ៊ីរ៉ង់និងក្នុងតំបន់យុទ្ធសាស្ត្រថែមទៀតបង្ហាញពីជម្រៅនៃផែនការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទីតាំងនុយក្លេអ៊ែរនិងយោធារបស់អ៊ីរ៉ង់ខណៈដែលសង្គ្រាមរវាងប្រទេសទាំងពីរបានឈានចូលដល់ថ្ងៃទី7សារព័ត៌មានអន្តរជាតិរាយការណ៍ថាអ៊ីរ៉ង់បានប្រើមីស៊ីលអស់ប្រហែលជា1000គ្រាប់ហើយក្នុងចំណោមមីស៊ីល3000គ្រាប់ដែលខ្លួនបានផលិតអ៊ីរ៉ង់បង្ហាញបំណងចង់ចូលចរចាតែមិនព្រមលុបជង្គង់ចុះចាញ់នោះទេនៅពេលដែលគ្រាប់បែកដ៏សាហាវបំផុតនៅក្នុងលោក GBU 57ជួបជាមួយនឹងយន្តហោះកំណាចអត់ស្រមោល B2 Spirit អ្វីគ្រប់យ៉ាងនឹងត្រូវវិនិច្ឆ័យនៅក្នុងពេល20វិនាទីវានឹងក្លាយទៅជាការវាយប្រហារដ៏គួរឲ្យខ្លាចបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ B2 Spirit យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយរបស់អាមេរិកពេលហោះគេមើលមិនឃើញពេលបញ្ចេញសំឡេងក៏គេមិនឮស្រមោលរាងត្រីកោណរបស់វាកាត់ដែនអាកាសរបស់សត្រូវនៅក្នុងភាពស្ងប់ស្ងាត់បំផុតគ្មានរ៉ាដាណាអាចតាមដានវាបានទេហើយក៏គ្មានអ្នកណាអាចបញ្ឈប់បេសកកម្មរបស់វាបានដែរវាមានរហស្សនាមខ្មោចលើមេឃB2 Spirit មានទទឹង52ម៉ែត្រពីចុងស្លាបម្ខាងទៅចុងស្លាបម្ខាងទៀតបណ្ដោយ21ម៉ែត្រនិងកម្ពស់ជាង5ម៉ែត្រ B2 Spirit ជាយន្តហោះចម្បាំងធំបំផុតលើលោកមានតែពោះរបស់ B2 ប៉ុណ្ណោះដែលអាចពាំគ្រាប់បែកកំណាច GBU 57បាន GBU 57ដែលជាផលិតផលរបស់អាមេរិកដែរមានទម្ងន់ប្រហែលជា14តោននិងប្រវែង16ម៉ែត្រជាគ្រាប់បែកដែលត្រូវបានរចនាឡើងដើម្បីបំផ្លាញនៅអ្វីដែលសត្រូវគិតថាមិនអាចបំផ្លាញបានវាទម្លាក់ខ្លួនចុះពី B2 Spirit ក្នុងល្បឿនជាង1200គីឡូម៉ែត្រក្នុង1ម៉ោងទ្វេដងនៃល្បឿនសំឡេង GBU 57ហោះសម្ដៅទម្លុះបំបែកហែកបេតុងឬក៏ជញ្ជាំងថ្មមុននឹងបន្តទៅពុះជ្រែកចូលដីដោយកម្លាំងស៊ីនេតិកយ៉ាងសាហាវវាបំផ្ទុះនៅក្រោមដីក្នុងជម្រៅយ៉ាងតិច60ម៉ែត្រដោយបញ្ជូនរលកដ៏ខ្លាំងក្លាមួយដែលផ្ដួលរំលំហេដ្ឋារចនាសម្ព័ន្ធលេនដ្ឋានទាំងមូលក្នុងពេល20វិនាទីប៉ុណ្ណោះហើយវានឹងប្រែក្លាយមជ្ឈមណ្ឌលបញ្ជាការទៅជាផេះផង់និងកំទេចគ្រប់យ៉ាងដែលមាននៅក្នុងផ្លូវរួមក្រោមដីដែលបិទជិតអ្នកជំនាញនិយាយថាទីតាំងនុយក្លេអ៊ែរ Fordo របស់ប្រទេសអ៊ីរ៉ង់ដែលមានជម្រៅ90ម៉ែត្រនៅក្រោមភ្នំនិងឃ្លាំងមីស៊ីលក្រោមដីដ៏រឹងមាំរបស់កូរ៉េខាងជើងក៏មិនមែនជាដៃគូដែលអាចតទល់បានជាមួយនឹង GBU 57ដែរបើទោះបីជាមានសមត្ថភាពដ៏គួរឲ្យភ័យខ្លាចក៏ដោយ B2 Spirit និង GBU 57មិនដែលបានជួបគ្នានៅក្នុងសង្គ្រាមណាមួយនៅឡើយទេសូម្បីតែការបំផ្ទុះផ្លូវរួមក្រោមដីនៅអាហ្គានីស្ថានក៏អាមេរិកមិនបានប្រើគ្រាប់បែកនេះដែរអាមេរិកមិនបានប្រើព្រោះតែវាគឺជាវិនិស្សកម្មដែលអាចពង្រីកវិសាលភាពសង្គ្រាមនាំឲ្យក្រុមឧទាមលើកទ័ពបះបោបង្កភាពចលាចលដល់សណ្ដាប់ធ្នាប់ពិភពលោកហើយម្យ៉ាងវិញទៀតជំនួបរវាង B2 Spirit និង GBU 57មានតម្លៃខ្ពស់ដល់ទៅជាង$2000 លានអាមេរិកឯណោះក្នុងនោះយន្តហោះ B2 Spirit ថ្លៃ$2100 លានគ្រាប់បែក GBU 57ប្រហែល$10 លាននិងគ្រាន់តែថ្លៃហោះហើរសម្រាប់ប្រតិបត្តិការនិងអស់ប្រហែលជា$20 លានទៀតអាមេរិកទុកសភាវុធទាំងពីរនេះជាជំរើសចុងក្រោយបំផុតបន្ទាប់ពីការទូតបរាជ័យខ្ញុំរស់សុធាពី News Today NTTV